មិនបានទៅជាអញ្ចឹងវិញហ៎មិនទៅជាអញ្ចឹងទៅវិញអូនម៉ានីបងមិនយល់ទេតើអ្នកណាឲ្យអូនលេងឆាកកំ pl ែងជាមួយបងអូនម៉ានីសច្ចាអង្រួនកាយស្រីដោយទោសៈអ្នកស្មានមិនដល់ទាល់តែសោះនាយស្ទុះមកចុចកងតាក់បំភ្លឺភ្លើងឡើងលេចរូបម៉ានីអង្គុយយំទាំងសាច់ទាំងឈាមសច្ចាហួសចិត្តឈោមើលមុខស្រីដោយក្តីរន្ធត់ពុំគួរណាអ្នកប្រព្រឹត្តខុសឆ្គងទៅលើម៉ានីសោះអ្វីត្រូវរលាយសាបសូន្យម៉ានីអង្គុយក្តោបមុខយំកាន់តែខ្លាំងឡើងព្រោះខ្មាស់នឹងការភ្ញាក់ផ្អើលរបស់សច្ចានិងតូចចិត្តនឹងល្បែងស្នេហាជាល្បែងឆ្ពិនភ្នែកសច្ចានាយឈោមើលម៉ានីយូរណាស់ទើបស្ទុះទៅសួរនាងម្ដងទៀតម៉ានីនរណាឲ្យអូនមកលេងល្បែងនេះអូនធ្វើនេះចង់សម្លាប់បងទាំងរស់ហើយអូនមិនអាណិតបងទេឬឥឡូវនេះអូនយំធ្វើអ្វីយំវាហួសពេលហើយអូនឥតបំណងទេឥឡូវអូននិយាយប្រាប់បងតាមត្រង់មកល្បែងនេះជាគំនិតអូនកិរិយាឬចាស់គឺអូនរួមគំនិតជាមួយគាត់នាងយំបន្តចំជាថោកទៀតមែនសច្ចាខឹងញ័រខ្លួនពេលដែលកិរិយាបង្កើតល្បែងនេះដែលរាក់ស្ទុះចេញវឹងពីមុខម៉ានីមកចូលបន្ទប់ម៉ានីដែលអ្នកច្រឡំនោះតាមពិតកិរិយាបានបដូរឲ្យម៉ានីទៅគេងបន្ទប់នាងវិញដូច្នេះទើបសច្ចាអើតមើលឃើញដូចម៉ានីគេងលក់គេច្រឡំសោះមានអីកិរិយាឆ្លាតណាស់នាងគេងបែរមុខទៅរកជញ្ជាំងបន្លំភ្នែកសច្ចាសោះឥឡូវនេះសច្ចាបានមករកនាងតែមិនឃើញសោះនាយស្ទុះចេញមកក្រៅយល់ស្រមោលកិរិយាអង្គុយឯសួនច្បារធ្វើមិនដឹងនាយដើរតម្រង់ទៅយ៉ាងលឿនកិរិយាភ្ញាក់ព្រឺតដោយអាការៈជ្រុលច្របល់នេះមិនទាំងសួរនាំស្អីផងសច្ចាមកដល់ចាប់ដៃនាងទាំងសងខាងអង្រួនយ៉ាងធ្ងន់ដូចខឹងណាស់ជាមួយវាចាញាប់ស្អេកស្ទើរស្ដាប់ពុំបានអាយ៉ាហេតុអីបានជាអូនលេងល្បែងនេះដាក់បងធ្វើឲ្យបងបំផ្លាញភាពបរិសុទ្ធដែលបងមិនស្រឡាញ់តើអូនលេងល្បែងដើម្បីអ្វីល្បែងបោកប្រាស់បងអូនសាហាវណាស់បងស្មានចិត្តអូនមិនយល់សោះទេលេងអូនសិនជាមួយនឹងវាចាភ្លើងហ្វារថយន្តស្ពណ៌ចូលមកដល់បញ្ចាំងគ្រប់សកម្មភាពរបស់គេទាំងពីរកំពុងតែវាយប្រតាប់គ្នាទៅវិញទៅមកសច្ចាពេលនេះដូចមនុស្សកំរោលចូលងាយខឹងពេកបណ្ដាលឲ្យត្រឡប់ត្រលិនមិនដឹងបានន័យថាម៉េចរថយន្តស្ពណ៌ចូលមកដល់គ្មាននរណាក្រៅពីសម្បត្តិអធិការកំណាចដូចអ្នកបានដឹងស្រាប់តែផ្នែកគេសម្លឹងមកអ្នកទាំងពីរយ៉ាងក្រឡែតកិរិយាពេលឃើញរថយន្តចាវាយមកដល់នាងដូចជាបុកពោះតិចដែរហើយភ័យណាស់គឺពិតជាមានរឿងធំកើតឡើងមួយចាវាយនោះមិនខានស្រីខំបំរាស់ពីកណ្ដាប់ដៃសច្ចាណាស់ដែរតែដូចជាដង្កាប់អញ្ចឹងចាប់អង្រួនស្រីហើយសួរទៀតកិរិយាអូនប្រហារចិត្តបងហើយពាក្យរបស់អូនទាំងអស់សុទ្ធតែជាពាក្យកុហកបោកប្រាស់គ្មានពាក្យពិតទេហេតុអីបានជាអូនមានគំនិតបែបនេះទៅវិញបើអូនស្អប់បងប្រាប់បងឲ្យត្រង់មកចុះទេស្ដាប់អូនសិនបងមិនស្ដាប់អ្វីហួសអស់ទៅហើយសម្បត្តិចុះពីរថយន្តដើរតម្រង់មកគេទាំងពីរស្ដាប់ឮពាក្យគេឆ្លោះគ្នាតែគេបែរជាយល់ថាអ្នកទាំងពីរពិតជាមានអាចកំបាំងអ្វីមិនខានមែនទាំងអស់នេះវាដូចជាការដែលកំពុងតាមដានមិនខុសមែនសម្បត្តិគេចោលមួយផ្លែយ៉ាងឆ្ងាញ់ពិតទៅត្រីងៀតនៅតែឆ្លៀតពងទៀតបើត្រីរ៉ស់ពុំបាច់វាសងៀតនៅពេលដែលវារកពងឥឡូវនេះដល់វាសងៀតទៅហើយនៅតែឆ្លៀតពងទាល់តែបានចំជាឥតខ្មាស់អៀនមែនសច្ចាភ្ញាក់នឹងសម្ដីរបស់សម្បត្តិមួយផ្លែនេះក្តៅស្លឹកត្រចៀកដោយពុំលែងដៃចេញពីកិរិយាបោះសម្ដីមកសម្បត្តិវិញអូបងប្រុសនិយាយបានល្អណាស់រោគពាក្យសោកសៀតឲ្យយើងគួរឲ្យចង់សាច់ណាការពិតប្អូនកំពុងតែចាញ់នឹងល្បែងឆ្ពិនភ្នែករបស់គេហើយហាសម្បត្តិសើចចំអកឲ្យគួរឲ្យចង់សាច់ណាស់ប្អូនសច្ចាយើងសូមហៅថាប្អូនទៅចុះព្រោះសច្ចាឥឡូវត្រូវជាប្អូនថ្លៃយើងដែរសច្ចាឯងគិតមើលបើស្រីនិងប្រុសជួបគ្នាកណ្ដាលយប់ដូចនេះតើទុកចិត្តបានទេបើស្រមោចតាមស្គរតែម្យ៉ាងទៀតដែលខ្ញុំកំពុងនិយាយថាត្រីងៀតឆ្លៀតពងនេះមិនខុសពីស្រីម្នាក់ដែលមុខក្រាស់លួចមកជួបប្តីគេទាំងយប់អាត្រាតនេះដែរអូយចុកឈាមណាស់កិរិយាស្ទើរគាំងបេះដូងដងខ្លួននាងចេញចំហាយក្តៅភាយដៃញ័រទៅត្រើតចប់សម្ដីសម្បត្តិមិនទាន់ស្រួលបួលផងកិរិយាហើដូចបាក់សីនាងចាប់ទាញកន្សែងដែលយកមកដណ្ដប់ដងខ្លួនមកក្រវាត់ដូចទាក់ឆ្កែហើយក្រមាចាប់ទាញកសម្បត្តិដោយធូរធ្វើឲ្យសម្បត្តិញាក់ក្រញាងស្លន់ស្លោរំពេចនោះជាឱកាសល្អណាស់កិរិយាចាប់ទាញក្រមាដែលចងកសម្បត្តិយ៉ាងខ្លាំងដោយកញ្ជ្រោលយកតែមែនតែនតែម្ដងលោកឯងនេះអាក្រក់ណាស់
លោកឯងដៀលធ្វើបាបចិត្តខ្ញុំគ្មានលួសពេលម្ដងណាទេលោកអធិការធ្វើការសពថ្ងៃដើម្បីតាមចាប់កំហុសខ្ញុំតែប៉ុណ្ណោះលោកឯងនេះតាមរករឿងឆ្កឹះឆ្កៀលរឿងតូចឲ្យទៅជារឿងធំលោកជាមនុស្សម្នាក់គួរឲ្យគោរពកោតខ្លាចតែគំនិតលោកដូចកូនក្មេងប្រើអំណាចច្បាប់ព្រៃមុននឹងរករឿងចោទរូបខ្ញុំលោកគួរតែស្រាវជ្រាវឲ្យបានច្បាស់លាស់សិនតើមនុស្សដូចខ្ញុំវាមានគំនិតដូចលោកឌឺដងឌៀមដាមនោះទេកិរិយាវោហាយ៉ាងខែងរែងដោយឥតយល់ថាអធិការនេះជាចៅហ្វាយរបស់នាងឡើយដល់កណាស់កិរិយានិយាយផងកន្ត្រាក់ក្រមារឹតកសម្បត្តិយ៉ាងខ្លាំងរហូតទាល់តែសម្បត្តិលៀនអណ្ដាតស្រែកលេងរួចក៏នាងមិនខ្ចីបន្ធូរដែរហាហាហាគួរឲ្យចង់សើចដែរលោកអធិការទាល់ច្រកស្រែកលេងរួចបានតែអួតរួចរើរបៀបកន្ត្រាក់ត្រន់តាមកិរិយាញាក់ឯដៃរបស់គេរាវទៅក្រោយបំណងរកកាំភ្លើងខ្លីនៅនឹងចង្កេះតែមិនប៉ះសោះកិរិយាកន្ត្រាក់អូសដោយកំហឹងទល់នឹងកំហល់សត្វចាពេលឃើញសម្បត្តិបែបនេះរោគលៀនអណ្ដាតទៅហើយគេក៏ស្ទុះទៅជួយបានហើយកិរិយាកុំធ្វើអញ្ចឹងលេងសម្បត្តិសិនទៅយើងនិយាយគ្នាតាមសន្តិវិធីវិញនាយនិយាយថែមទាំងស្រវាចាប់ដៃកិរិយាប្រលេះដៃតែកិរិយាមិនអន់ឯណានាងស្រែកសន្ធប់មករកសត្វចាវិញថយភ្លាមលោកសត្វចាគ្មានអ្នកណាចេះនិយាយសន្តិវិធីជាមួយលោកនេះទេទាល់តែប្រើស្នៀតអញ្ចឹងទើបឈ្នះគាត់ណាលោកឯលេងសិនទៅចាំបងជួយនិយាយសម្រួលឲ្យមនុស្សធ្លាប់តែមើលងាយគេអញ្ចឹងមិនចេះនិយាយតាមសម្រួលទេអាចថាក្រពើក៏បានបងសត្វចាកុំប្រលេះដៃខ្ញុំសូមឲ្យខ្ញុំលេងឲ្យស្គាល់ដៃកិរិយាម្ដងកុំឲ្យពូកែវាយតម្លៃមនុស្សក្រីក្រពេកមុននឹងខ្ញុំឈប់រស់នៅទីនេះខ្ញុំសូមទុកអនុស្សាវរីយ៍លៀនអណ្ដាតឲ្យគាត់បានស្គាល់និងចងចាំថាកិរិយាមិនចោះចាញ់ទេជាមួយនឹងពាក្យកិរិយាសម្បត្តិដកកាំភ្លើងពីចង្កេះបាញ់ទៅលើផាំង3គ្រាប់ទួនគ្នាធ្វើឲ្យកិរិយាភ្ញាក់ក្រញាំងរបូតក្រមាពីដៃដោយស្វ័យប្រវត្តិខ្លារួចពីអន្ទាក់ហើយមិនឲ្យឃ្លាតពេលនរៈបញ្ជូនកំភ្លៀងផាច់ត្រឡប់ចុះត្រឡប់ឡើងរកតែសត្វចាមកជួយមិនទាន់បើវារហ័សដូចផ្លែកបន្ទោលើថ្ពាល់កិរិយាវិលមុខខ្ញាល់ដូចកន្ទះឡង់តែនាងតាំងស្មារតីមាំណាស់មិនខ្ចីស្រក់ទឹកភ្នែកមួយតក់សោះនាងលើកដៃចង្អុលសម្បត្តិចំតែម្ដងគួរឲ្យខ្លាចណាស់ថោកទាបណាស់លោកនេះមិនសមជាមនុស្សទេអាងលើកម្លាំងបាយបំពេញលើនារីភេទទន់ខ្សោយខ្វះការពិចារណាសម្បត្តិតបជាមួយកាយវិការរោគៀសដៃកិរិយាចេញពីមុខល្អបើនាងថាយើងប្រើកម្លាំងបាយក៏វាល្អដែរនាងឯងមិនក៏មិនឈ្នះលើមនុស្សជាប់ចំណងទៅនៅតែពូកែដដែលកោតតែមិនចេះខ្មាស់ធម្មជាតិដែលដុះនៅទីនេះសោះម្យ៉ាងទៀតគួរតែនាងខ្មាស់ដួងច័ន្ទជាមួយនឹងវិចារសម្បត្តិលោកស្រីនិងលោកប្រុសបានរត់ចុះមកពីលើវិឡាហាក់ដូចជារហ័នស្លន់ស្លោណាស់ព្រោះស្នូកំភ្លើងនេះពញាក់អារម្មណ៍គាត់ឲ្យស្វាងពីដំណេកទាំងសើងមកមើងហេតុការអ្វីកូនបានជាលឺសូរកំភ្លើងសម្បើម្លេះហ่ะសម្បត្តិមានរឿងអីសត្វចាហ่ะកិរិយាមិនទៅនៅទីនេះដែរលោកសួរត្រឡប់ធៀបមិនដឹងឲ្យអ្នកណាឆ្លើយទេគាត់សម្លឹងគេគ្រប់គ្នាដោយអាការៈភ្ញាក់ផ្អើលហើយគាត់ឃើញកិរិយាខ្ទប់មុខរត់ចេញពីទីនេះភ្លាមគាត់កាន់តែឆ្ងល់ឡើងគាត់ស្រែកផ្ទួនហាពួកឯងមានរឿងអីនរណាធ្វើឲ្យកិរិយាខឹងពួកឯងទាំងពីរធ្វើបាបនាងទេដឹងមិនឆ្លើយបាទឥតនរណាធ្វើបាបនាងទេលោកប៉ាសត្វចាឆ្លើយរួចក៏ដើរចេញពីទីនេះដែរគាត់កាន់តែឆ្ងល់នឹងរឹកពីរបស់គេណាលោកសង្កត់សួរសម្បត្តិវិញម្ដងតើវាទាំងពីរមានទំនួលអីបានជាកូនបាញ់កំភ្លើងបាទលោកប៉ាអ្នកម៉ាក់កុំអាលចង់ដឹងពេកចាំកូននិយាយប្រាប់លោកប៉ាដឹងទេវាទាំងពីរនេះមានអាចកំបាំងណាស់គួរតែដេញនាងកិរិយាស្អីគេនេះចេញពីទីនេះទៅព្រោះវាជាមេរោគរកគួនដួងចិត្តម៉ានីឲ្យឈឺផ្សានិយាយឲ្យចំគឺនាងនេះលួចស្រឡាញ់សត្វចាដែលជាកូនប្រសាលោកប៉ាតែម្ដងម៉េចក្មួយកិរិយាលួចស្រឡាញ់សត្វចាលោកស្រីពោលទាំងភ្ញាក់អញមិនជឿទេកិរិយាវាមិនមានចិត្តដូច្នេះទេឯងនេះតាមរោគរឿងនាងទេដឹងនេះជាសម្ដីរបស់លោកប្រុសអូនឃើញនឹងផ្នែកណាលោកប៉ាព្រោះគេបានលួចជួបគ្នាទាំងកណ្ដាលយប់តើលោកប៉ាទុកចិត្តទេលោកប៊ុនថានៅស្ងៀមព្រោះមិនសមដែរសម្បត្តិដឹងថាប៉ាអ្នកកំពុងគិតក៏បន្តទៀតបើលោកប៉ាមិនជឿកូនទេលោកប៉ាចូលទៅសួរអូនម៉ានីទៅមែនប៉ាវារឿងនេះកុំសូវទុកចិត្តពេកយកល្អទៅសួរម៉ានីទៅលោកប៊ុនថានៅស្ងៀមរួចនាំភរិយាត្រឡប់ទៅវិញដើម្បីចូលទៅសួរម៉ានីឲ្យបានច្បាស់គ្រាន់តែជន់ចិនដើរ
ទៅជាន់ទី2ស្រាប់តែឮសំឡេងយំខ្សឹកសួលពេញបន្ទប់កិរិយាលោកប្រុសលោកស្រីស្ទុះចូលមកព្រមទាំងជាមួយសម្បត្តិដែលឈរចាំស្ដាប់សិនតើបន្ទប់នេះមានការអ្វីប្លែកពេលនេះគេឃើញម៉ានីយំអោបកិរិយាហើយកិរិយាយំតាមដែរដៃនាងកំពុងរៀបខោអាវដាក់វ៉ាលីផងសច្ចាក៏មានមុខនៅទីនេះដែរគេអង្គុយយកដៃច្រត់ចង្កាភ្នែកសម្លឹងមកនាងទាំងពីរកំពុងយំរៀបរាប់គួរឲ្យអាណិតអាសូរព្រោះម្នាក់នៅតែជួបរឿងដ៏អាស្រូវបងយ៉ាកុំទៅណាចោលអូនណាបងល្អនឹងអូនណាអូនមិនភ្លេចគុណបងទេនាងបន្តយំអូនមិនឲ្យបងទៅណាទេគឺបងត្រូវរស់នៅចិត្តអូនរហូតម៉ានីបងមិនអាចរស់នៅទីនេះបានទេតែមុនពេលបងចេញទៅបងសែនត្រេកអរណាស់ដោយបងបានសម្រេចបំណងជូនអូនម៉ានីរួចហើយពេលនេះបងសុខចិត្តទទួលកំហុសចងចាំនឹងការដៀលថ្មេះរបស់លោកសម្បត្តិនិងសច្ចាជានិច្ចទេបងគ្មានចិត្តថ្មេះអូនទេពេលនេះអូនសូមអង្វរសូមកិរិយាកុំទៅណាឲ្យសោះសច្ចាលូកមាត់លោកសច្ចាគ្មាននរណាហាមឃាត់ខ្ញុំបានទេបើសិនខ្ញុំរស់នៅទីនេះយូរទៅទៀតវានាំឲ្យមានការសៅហ្មងចំពោះបងនិងអូនម៉ានីពុំខានពេលនេះខ្ញុំសម្រេចចិត្តហើយដើម្បីកុំឲ្យលោកសម្បត្តិចាប់កំហុសខ្ញុំរករឿងមើលស្រាលខ្ញុំម្យ៉ាងទៀតជៀសវាងកុំឲ្យមានការសង្ស័យដល់លោកអ៊ំទាំងពីរក្នុងរឿងរបស់ខ្ញុំនិងលោកសត្យាទៀតបងយ៉ាកុំម៉ៃដូចនេះប៉ានិងម៉ាក់ស្រឡាញ់បងណាស់គាត់គ្មានចិត្តដូចបងសម្បត្តិចោតនោះទេម្យ៉ាងទៀតបើគាត់យល់ដូច្នេះបងសម្បត្តិទុកឲ្យអូនជាអ្នកដោះស្រាយជាភារកិច្ចរបស់អូនប៉ាកំពុងចង់ដឹងដែរទាំង3អ្នកភ្ញាក់បន្តិចក្រឡេកឃើញលោកបន្តានិងអ្នកស្រីដើរចូលមកតែសម្បត្តិមិនចូលទេងាយឈរចាំស្ដាប់នៅឯក្រៅម៉ានីស្ទុះមកអោបជើងឪពុកជាមួយនឹងវាចាអ៊ូលអាក់លោកប៉ានិងម៉ាក់ជួយអង្វរបងកិរិយាផងគាត់បំរុងឈប់នៅផ្ទះរបស់យើងហើយលោកប៉ាឈប់យំសិនទៅម៉ានីពេលនេះប៉ានិងម៉ាក់កំពុងចង់ដឹងរឿងឯងទាំងពីរតើវាមានរឿងអ្វីខ្លះបានជាច្របូកច្របល់ទាំងយប់អាធ្រាត្រអញ្ចឹងលោកប្រុសបន្តឥឡូវនិយាយមកមើលរឿងនឹងវាយ៉ាងម៉េចបានជាក្មួយកិរិយាចេញពីនេះចាស់លោកប៉ារឿងនេះជារឿងកូននិងបងសច្ចាទេព្រោះក្រោយពេលការរួចហើយបងសច្ចានិងខ្ញុំឥតចុះសម្រុងនឹងគ្នាទេមកពីគាត់មិនស្រឡាញ់កូនបែរជាស្រឡាញ់បងយ៉ាទៅវិញម្ល៉េះហើយបងយ៉ាបានប្រើល្បិចឆ្ពិនភ្នែកបងសច្ចាឲ្យកូននិងបងសច្ចាចុះសម្រុងនឹងគ្នាហើយគាត់គ្រាន់តែជាអ្នកដើរតួក្នុងរឿងល្ខោនតែប៉ុណ្ណោះណាលោកប៉ាម៉ានីបានរៀបរាប់ចប់សាច់រឿងរបស់នាងជំរាបប៉ានិងម៉ាក់របស់នាងរហូតដល់សម្បត្តិហើយបងសម្បត្តិចោទគាត់ធ្ងន់ពេកលោកប៉ារឿងបងកិរិយាចង់ចុះចេញពីផ្ទះនេះមកពីបងសម្បត្តិចេះតែរករឿងគាត់ពេកអីមិនរករឿងបើស្រីនិងប្រុសជួបគ្នាកណ្ដាលអាធ្រាត្រដូច្នេះនរណាទៅដឹងបើនាងនេះលេងល្ខោនឥតប្រាប់យើងដែរនេះជាសម្លេងសម្បត្តិបន្លឺពីមាត់ទ្វារមកលោកប៉ាគួរតែបញ្ឈប់ឲ្យនាងរស់នៅទីនេះទៀតទៅនាំតែមានរឿងដល់ពេលខាងមុខទេម៉ានីឆេវនឹងសម្ដីបងប្រុសបងសម្បត្តិឯងនេះជាមនុស្សខ្វះឧត្តមគតិពុំចេះវិនិច្ឆ័យចំពោះមនុស្សឥតកំហុសទីពឹងទេគួរណាស់បងយល់អ៊ំយ៉ានខ្លះផងគាត់ជាអ្នកបម្រើយើងអស់ប៉ុណ្ណឹងហើយបងនៅតែមានចិត្តចង់កំចាត់គាត់ចោលទៀតអូនម៉ានីព្រោះនាងនេះជាឧបសគ្គរារាំងរឿងសុភមង្គលរបស់អូនណាព្រោះបងបានតាមដានច្រើនលើកច្រើនសារមកហើយនាងនេះមានល្បិចច្រើនណាស់អូនកុំសូវទុកចិត្តពេកតែនាងខំរៀបហាក់ល្ខោនក៏ដើម្បីធ្វើជាផ្លាកសម្រាប់ឲ្យអូនទុកចិត្តគេតែប៉ុណ្ណោះកិរិយាស្ដាប់សម្ដីសម្បត្តិដ៏សែនគំរុនេះកំហឹងឡើងដល់កម្ដងទៀតនាងរៀបតែតបទៅវិញហើយតែត្រូវសច្ចាឆ្លើយភ្លាមទេឈប់និយាយបែបនេះទៅសម្បត្តិនាងឥតមានកំហុសបែបនេះទេនាយងាកមកមើលលោកទាំងពីរវិញសូមលោកទាំងពីរមេត្តាអភ័យទោសឲ្យកូនផងតាមពិតជាកំហុសរបស់ខ្ញុំទេកូនបានស្រឡាញ់កិរិយាតាំងពីមិនទាន់រៀបការម្លេះប៉ុន្តែប៉ានិងម៉ាក់ខ្ញុំដណ្ដឹងច្រឡំម្ល៉េះហើយខ្ញុំសុខចិត្តស៊ូទ្រាំរៀបការជាមួយអូនម៉ានីនេះគ្រាន់តែជាមុខលោកទាំងពីរប៉ុណ្ណោះតែចាប់ពីរាត្រីនេះតទៅកូននឹងខំកែចិត្តគំនិតតាំងខ្លួនឲ្យសមជាអនាគតស្វាមីជាមួយអូនម៉ានីវិញហើយនឹងជាសេចក្តីសុខដល់អូនកិរិយាផងណាដើម្បីកុំឲ្យបងសម្បត្តិសង្ស័យចំពោះអូនកិរិយាទៀតអូនសុំនាំអូនម៉ានីចុះចេញពីទីនេះទៅរកកន្លែងនៅវិញតែពីអ្នកប្តីប្រពន្ធកូនចុះកិរិយានិយាយកាត់ទេរឿងនេះគឺត្រូវខ្ញុំទេជាអ្នកចុះចេញពីទីនេះ
បងសច្ចាទោះបីបងចុះចេញក៏រូបខ្ញុំមិនអាចរស់នៅទីនេះបានដែរបានហើយក្មួយមិនអោយក្មួយទៅណាទេចាប់ពីពេលនេះតទៅធានាការពារសន្តិសុខក្មួយជានិច្ចបើសម្បត្តិវាហ៊ានប្រើអំណាចជាមួយក្មួយទៀតក៏ត្រូវកាត់កាល់វាចោលដែរព្រោះវាហ៊ានបង្ករឿងចំនួនធ្វើឲ្យមានការជ្រួលច្របល់ទាំងយប់អាធ្រាត្របែបនេះឈប់ខឹងសម្បាអីទៅត្រូវតែនៅផ្ទះនេះរហូតណាមិនអោយឯងទៅណាទៀតទេសម្បត្តិក្តៅណាស់ទ្រូងគេស្ទើរប្រេះតែគេមិនអទេគេគិតថាគិតទៅលោកប៉ាអញនៅកាន់ជើងនាងនេះទៀតមិនអីទេចាំមើលនាងឯងលោកស្រីចាប់វ៉ាលីពីដៃកិរិយាបន្តវាចាលួងលោមឈប់ខឹងទៅក្មួយបើសម្បត្តិវាហ៊ានធ្វើបាបក្មួយចាំធានារកខុសត្រូវឲ្យម្យ៉ាងទៀតបើសច្ចាគេនាំប្រពន្ធគេទៅនៅផ្ទះផ្សេងយល់ថាលែងមានរឿងអ្វីកើតឡើងទៀតហើយតែក្មួយមិនចង់ឲ្យបងសច្ចាគាត់ចុះចេញពីវេលានេះទេព្រោះក្មួយពុំចង់ឲ្យមានពាក្យថាមកពីរូបខ្ញុំនេះហើយទើបធ្វើឲ្យបែកបាក់ក្រុមគ្រួសាររបស់គេសម្បត្តិគេយល់ថាកិរិយាឌៀមដាមឲ្យនាយយល់ហើយចង់តបវិញដែរតែត្រូវអ្នកស្រីបន្តគ្មានអ្នកណាដៀលក្មួយទេព្រោះរឿងនេះមានបំណងយូរហើយបំរុងឲ្យកូនទាំងពីរនោះរៀបចំបែកផ្ទះតាំងពីរៀបការរួចមកហើយម្លេះដើម្បីឲ្យវាយល់ថាអ្វីទៅដែលហៅថាការរស់នៅអ្វីទៅសុភមង្គលបើរវល់តែនៅក្នុងផ្ទះក្នុងបន្ទប់ឪពុកម្ដាយដូច្នេះវាពិតជាពុំស្គាល់អ្វីទៅជាការតស៊ូទៅអនាគតនោះទេវានៅតែអាងលើបំណាំឪពុកម្ដាយរហូតហើយមែនហើយកិរិយាស្ដាប់សម្ដីលោកស្រីឯងទៅគឺមានតែឯងទេដែលស្រឡាញ់ជាងគេកិរិយាស្ដាប់សម្ដីលោកទាំងពីរក៏រសាយចិត្តឡើងវិញខុសពីសម្បត្តិដែលឈរចាំស្ដាប់ទាំងក្តៅក្រហាយតែគេមិនដឹងធ្វើម៉េចព្រោះរស់ក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយដែរប៉ុន្តែចិត្តរបស់គេនៅតែគុំជានិច្ចមិនអាចបំភ្លេចក្នុងរឿងចំនួនបានទេសុខចិត្តដើរចេញពីបន្ទប់ទាំងចិត្តរាយមាយដោយនឹកគិតតែម្នាក់ឯងហេតុអីបានជាប៉ានិងម៉ាក់គាត់ចូលចិត្តនាងនេះម្លេះមកត្រឹមតែខ្ញុំបំរើគេនោះពូកែយកចិត្តយកថ្លើមគាត់ណាធ្វើការក្នុងផ្ទះទាំងមូលពុំដែលឲ្យមានទាស់ចិត្តគាត់សោះអញ្ចឹងបានជាគាត់ស្រឡាញ់នាងនេះណាស់ខុសពីអញស្អីក៏ស្អប់នាងនេះម្លេះសំបីតែមុខក៏ខ្ពើមដែរ3ខែកន្លងមកលោកប៊ុនថាបានទិញកូនវីឡាតូចមួយនៅត្រង់ម្ដុំស្ទឹងមានជ័យឆ្ងាយដាច់ពីគាត់ដើម្បីឲ្យសច្ចានិងម៉ានីរស់នៅតែគួរឲ្យអាណិតសច្ចាណាអ្នកនាំម៉ានីចុះពីវេលាធំនេះទៅរស់នៅតែ2នាក់យ៉ាងស្ងាត់ជ្រងំសច្ចាអ្នកខំកាត់ចិត្តពីកិរិយាឲ្យដាច់ស្រឡះព្រោះគេបានរំសាយភាពបរិសុទ្ធរបស់ម៉ានីរួចមកហើយដូច្នេះអ្នកមិនអាចបោះបង់ចោលម៉ានីបានទេទោះមិនចង់ក៏ត្រូវតែចង់ដែរសច្ចាអ្នកខិតខំថ្នាក់ថ្នមម៉ានីណាដើម្បីឲ្យសមតម្លៃជាស្វាមីពេញលក្ខណៈដើម្បីកុំឲ្យម៉ានីព្រួយចិត្តដូចពេលមុនព្រោះគ្រួសារនេះមានតែ2អ្នកប្តីប្រពន្ធតែប៉ុណ្ណោះគេអាចសាងសុភមង្គលស្រួលបំផុតពុំមានអ្វីមកបំបែកបំបាក់បានទេ